សួរលោកមនីបាទជំរាបសួរបាទលោកមនីឥឡូវនៅខាងក្រោយយើងនេះគឺជាថ្មថ្មីការជួសជុលខឿនមួយនៃប្រាសាទអង្គរវត្តប៉ុន្តែជាសំណួរដំបូងខ្ញុំចាប់អារម្មណ៍កាលពីប្រហែលឆ្នាំមកហើយខ្ញុំធ្លាប់ឃើញមានការជួសជុលនៅជ្រុងផ្សេងដែរតើការជួសជុលនេះចាប់ផ្ដើមប្រហែលដំណាក់កាលហើយដល់បច្ចុប្បន្ននេះបាទចំពោះការជួសជុលនៃប្រាំងខឿនបកាននេះយើងចែកជា4ដំណាក់កាលដំណាក់កាលទី1យើងនៅជ្រុងពីយប់ដំណាក់កាលទី2យើងនៅជ្រុងនិរដីដំណាក់កាលទី3យើងនៅជ្រុងអាគ្នេយ៍ដែលកំពុងធ្វើសប្តាហ៍ថ្ងៃនេះបាទអញ្ចឹងយើងមានដំណាក់កាលប៉ុន្តែនៅមួយទៀតនៅដំណាក់កាលទី4ដំណាក់កាលទី4នោះប្រហែលជាយើងសហការជាមួយនឹងខាងកូរ៉េខាងកយកាបាទនឹងយើងនឹងបញ្ចប់ការងារនេះហើយជួសជុលថែរក្សាខឿននឹងពង្រឹងនឹងអភិរក្សហ្នឹងគឺចប់សពគ្រប់ហើយបាទដោយសារខឿនប្រាសាទទាំងអស់ហ្នឹងដែលយើងគម្រោងជួសជុលនេះវាពាក់ព័ន្ធទៅនឹងអ្វីដែលយើងថាជាអត្តសញ្ញាណផុសជាតិយើងហ្នឹងហើយព្រោះឲ្យអត្តសញ្ញាណផុសជាតិយើងហ្នឹងយើងត្រូវតាថែរក្សាដោយសារថ្មទាំងអស់ពីមុនមកដោយសារឆ្លងកាត់សង្គ្រាមខ្មែរសៀមណាអញ្ចឹងប្រាសាទនេះគេត្រូវបានបំផ្លាញជាច្រើននៅតាមជ្រុងមួយនៃតួចដាមកចដាឡើងអញ្ចឹងប្រឡោះនឹងចដានឹងខឿនមកជាន់ឬមករួតនេះនៃខឿននេះត្រូវគេបំផ្លាញចោលហើយថ្មដែលនៅមួយចំនួនបាត់បង់អស់អញ្ចឹងយើងជួសជុលនេះយើងទី1យើងរុញថ្មហ្នឹងដែលក្រៀកដែលហែកដែលបែកបាក់ដែលខ្ទេចខ្ទាំហ្នឹងពីមុនមកហើយដោយសារកន្លែងខ្លះនៅក្នុងខាងក្នុងនៃគ្រឹះហ្នឹងវាហែកក្រៀកទាំងថ្មបាយក្រៀមទាំងថ្មភក់អញ្ចឹងណាវារុញចេញមកក្រៅអញ្ចឹងបើយើងមិនអញ្ចឹងហើយយើងដំណោះស្រាយយើងគឺរុញថ្មហ្នឹងឲ្យវាជាប់គ្នាទៅវិញហើយទៅតាមល្បាក់នៃកន្លែងចាស់របស់គេវិញអញ្ចឹងវិធីធ្វើនោះយើងធ្វើមិនមែនធ្វើរើទាំងអស់ទេយើងរើតែផ្នែកជួនកាលយើងរើផ្នែកខាងក្រោមហើយបានយើងទៅរើផ្នែកខាងលើតាមអ្វីដែលយើងអាចធ្វើបានយើងអត់រើទាំងអស់កាលណាយើងរើទាំងអស់វាបាត់គ្រូដើមរបស់គេបាទហើយគេហៅថាភាសាសម័យគេដូចដាច់សរសៃគេអញ្ចឹងណាដាច់សរសៃអញ្ចឹងហើយអញ្ចឹងហើយថ្មមួយចំនួនមួយចំនួនទៀតថ្មមួយចំនួនដែលយើងរកឃើញស្វែងរកថ្មចាស់ដែលនៅរដ្ឋរាជជុំវិញហ្នឹងឃើញនៅខាងជ្រុងច្រើនបាទយើងយកមកបំពេញនោះជាក់ស្ដែងអាថ្មថ្មីមួយនោះគាត់ថ្មចាស់មួយនោះបាទនៅជ្រុងខាងក្រោមយើងកាច់ជ្រុងចំណាបាទនោះយើងឃើញថ្មចាស់បាទហ្នឹងគឺយើងលើកដែលគាត់ធ្លាក់ទៅយើងលើកយកបំពេញដាក់វិញហ្នឹងយើងដាក់ទៅវិញកាលមុនអត់មានទេកាលមុនទីកន្លែងនេះគឺជាដែលយើងទល់ត្រូស្រៈឈើបាទដើម្បីទល់ត្រូហើយកន្លែងនេះក៏យើងទល់ស្រៈឈើដែរប៉ុន្តែឥឡូវយើងដោះអាស្រៈឈើនឹងចេញអស់យើងធ្វើបានយើងបិទបាយអបិទអីបំពេញទៅតាមលក្ខណៈបច្ចេកទេសរបស់យើងហ្នឹងហើយកន្លែងនេះមុនសុទ្ធតែយើងដាក់កន្លែងគ្រោះថ្នាក់ហើយដោយសារវាថ្មហ្នឹងវាបាក់ផងវាពុកផងហ្នឹងហើយវាហែកក្រៀកចេញមកទាំងអស់ហ្នឹងហើយហែកចេញមកអស់វាហែកហ្នឹងមិនហែកតែនេះវាហែកតាំងពីអាតួនោះដល់ពេលយើងដោយសារគេបំផ្លាញអញ្ចឹងទៅដល់ពេលយើងទុកយូរឆ្នាំអីទៅមានឬឈើមានអីចឹងវាចូលក្នុងថ្មហ្នឹងទៅវាហែកថ្មហ្នឹងកាន់តែរីកតិចដងអញ្ចឹងហើយបានជាយើងហ្នឹងមានក្រុមអភិរក្សមួយទៀតសម្អាតរុក្ខជាតិលើប្រាសាទនឹងតែបាទឃើញឡើងកាត់រុក្ខជាតិដល់កំពូលប្រាសាទបាទអញ្ចឹងហើយកន្លែងខ្លះយើងដាក់ថ្មថ្មីនេះដោយសារយើងបំពេញរចនាសម្ព័ន្ធលើប្រាសាទទៅវិញជាក់ស្ដែងដូចកន្លែងនេះចឹងឃើញអាកន្លែងនេះពីក្រោមដល់លើហ្នឹងគឺវាបាត់ទាំងអស់ហើយកន្លែងនេះបើយើងមិនធ្វើទេគឺអាពីលើហ្នឹងតាំងពីលើហ្នឹងវានឹងល្អល់ថ្មធ្លាក់មកទៅបាទវាគ្រោះថ្នាក់ហ្នឹងធ្លាក់ដោយបញ្ចោលថ្ងៃណាយើងមើលឃើញតែមានតំបន់សង្កត់ខ្លះគឺវាធ្លាក់មកហើយអញ្ចឹងនេះវាមានសារៈសំខាន់ណាសារៈសំខាន់មិនសារៈសំខាន់ដើម្បីទប់នឹងតួប្រាំងទាំងមូលនៃទម្ងន់ទៅហៅថាទម្ងន់ធំបំផុតនៅខាងលើណាមកជុំវិញប្រាសាទកំពូល5ហ្នឹងនេះជាប្រាំងមួយសំខាន់ណាដែលជាជញ្ជាំងមួយគឺទប់នឹងអញ្ចឹងបានគេបង្កើតចដាហ្នឹងទាំងអស់វាមាន12ចដាបាទហើយ12ចដាដូចថាជ្រុងនោះជ្រុងខាងនេះក៏មានចដាជ្រុងខាងនេះវាជាស្រាក់ឈើដូចស្រាក់ឈើយើងប្រើហៅថាជើងទេហ្នឹងទប់ចែដូចថាសសរវាត្រង់យើងប្រើនេះទប់មួយទៀតឲ្យវាមានកាន់តែមានតែនឹងឲ្យទប់ជាប់អញ្ចឹងណាហ្នឹងវាមានសារៈសំខាន់ណាដើម្បីទប់ទល់ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងបន្តិចការធ្វើចដាទាំង12នេះគឺតាមបច្ចេកទេសវិទ្យាសាស្ត្រ